Ôi ទៅចូលដល់កន្លែងធ្វើការ stress ហ្មងអត់ទាន់បានធ្វើអីផងមានអារម្មណ៍ថាហត់បាត់ទៅហើយសាក5វិធីនេះមើលដើម្បីថែរក្សាផ្លូវចិត្តទី1រៀបចំព្រំដែនការងារនិងជីវិតផ្ទាល់ខ្លួននឹងឲ្យបានល្អបុគ្គលិកខ្លះគាត់អត់ហ៊ានបដិសេធជាមួយមេដោយសារអីខ្លាចមេអត់ពេញចិត្តហើយខ្លាចបាត់បង់ការងារតែធ្វើអីក៏ដោយត្រូវតែមានបានកំណត់ទី2សម្រាប់រយៈពេលខ្លីក្នុងម៉ោងដែលយើងធ្វើការនឹងយើងអាចងើបដើរ1ម៉ោងយើងអាចដើរ3ទៅ5នាទីម្ដងទៅដើម្បីស្ដារធម៌ពលខួរក្បាលខ្លួនឯងឡើងវិញទី3រៀបចំការងារតាមអតិភិបការងារច្រើនធ្វើឲ្យយើងមានសម្ពាធច្រើនយើងត្រូវចេះកត់ត្រាការងារណាដែលត្រូវធ្វើបន្ទាន់ការងារណាដែលត្រូវធ្វើថ្ងៃនេះការងារណាដែលយើងត្រូវសុំជំនួយទី4និយាយជាមួយមេឬជាមួយអ្នកគ្រប់គ្រងនៅពេលដែលការងារនឹងវាលើសពីសមត្ថភាពរបស់យើងបុគ្គលិកខ្លះទ្រាំនឹងការងារច្រើនពេកអត់ហ៊ាននិយាយទេព្រោះអីខ្លាចមេថាខ្លួនឯងនឹងអត់ប្រកែប៉ុន្តែវិធីនិយាយដែលសមរម្យអាចជួយឲ្យការងារនឹងបានល្អហើយជួយបាននឹងផ្លូវចិត្តរបស់យើងកាន់តែប្រសើរទៀត5បង្កើតទំនាក់ទំនងស្និទ្ធស្នាលជាមួយនឹងមិត្តរួមការងារមនុស្សយើងមិនអាចធ្វើការបានល្អក្នុងបរិយាកាសដែលស្ងប់ស្ងាត់តែឯងបានទេស្គាល់គ្នាទើបជាសកម្មភាពមានប្រសិទ្ធភាពក្នុងការធ្វើការងារសាកធ្វើផងកុំមើលចោល